ក្មេងស្រីវ័យ12ឆ្នាំម្នាក់សន្សំលុយអាំងប៉ាវយកមកបើកអាជីវកម្មខណៈហ៊ានឲ្យប្រាក់ខែម្ដាយជាង$400ក្មេងស្រីអាយុ12ឆ្នាំម្នាក់បានបង្ហាញពីទេពកោសល្យជាអ្នករកស៊ីតាំងពីវ័យក្មេងដោយបានយកប្រាក់សន្សំរបស់ខ្លួនទៅទិញហាងលក់សម្ភារៈសិក្សាមួយនិងបានជួលម្ដាយឲ្យមកជួយលក់ជាមួយប្រាក់ខែ$3000ឬប្រមាណ$440អាមេរិកក្នុងមួយខែនេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post នៅថ្ងៃទី12ខែមីនានេះកុមារីលីយីដែលរស់នៅក្នុងខេត្តជាងស៊ីបានទទួលប្រាក់អាំងប៉ាវជាង$44,000ប្រមាណ$6,400ក្នុងពិធីបុណ្យចូលឆ្នាំថ្មីហើយនាងបានសម្រេចចិត្តយកប្រាក់ទាំងនោះទៅវិនិយោគលើអាជីវកម្មនាងយល់ឃើញថាការយកប្រាក់ទៅផ្ញើធនាគារនឹងទទួលបានអត្រាការប្រាក់ទាបពេកដែលមិនអាចទប់ទល់ទៅនឹងអតិផរណាបានឡើយនៅពេលកំពុងធ្វើដំណើរទៅកាន់ធនាគារលីបានក្រឡេកឃើញហាងលក់សម្ភារៈសិក្សាមួយកំពុងដាក់លក់ក៏សម្រេចចិត្តចាប់យកឱកាសនោះភ្លាមទោះបីជាម្ដាយរបស់នាងប្រមានអំពីហានិភ័យដែលអាចខាតបង់ក៏ដោយក៏លីនៅតែមានការតាំងចិត្តខ្ពស់ហើយបានប្រើប្រាស់ប្រាក់អាំងប៉ាវរបស់នាងដើម្បីទិញហាងនោះពេលវិសមកាលនាងទទួលខុសត្រូវលើការទិញទំនិញចូលស្តុកនិងគ្រប់គ្រងអាជីវកម្មដោយផ្ទាល់ដោយឡែកនៅពេលបើកបវិសនកាលវិញក្នុងខែមីនានេះលីបានជួលម្ដាយរបស់នាងឲ្យមកលក់ជំនួសជាមួយប្រាក់ខែ$3000ឬប្រមាណ$440អាមេរិកលីជាអ្នកចរចាជាមួយអ្នកផ្គត់ផ្គង់កំណត់ថ្លៃទំនិញនិងធ្វើយុទ្ធសាស្ត្រទីផ្សារខណៈដែលម្ដាយរបស់នាងជាអ្នកមើលការខុសត្រូវលើការលក់ដូរប្រចាំថ្ងៃជារៀងរាល់ព្រឹកលីបានទៅបើកហាងត្រួតពិនិត្យទំនិញរួចទៅរៀនបន្ទាប់ពីចេញពីសាលានាងបានមកធ្វើកិច្ចការផ្ទះនៅឯហាងមុននឹងជួយម្ដាយរហូតដល់ម៉ោង8:30នាទីយប់នាងថែមទាំងបានរៀនប្រើប្រាស់ឧបករណ៍បញ្ញាសិប្បនិម្មិតដើម្បីគ្រប់គ្រងការធ្វើបញ្ជីគណនីនិងបង្កើតសៀវភៅកត់ត្រាដែលងាយស្រួលមើលបន្ថែមទៀតផងនៅពេលដែលចំណូលហាងបានធ្លាក់ចុះកាលពីសប្តាហ៍មុនលីបានដកចេញនៅវិធានការដោះស្រាយភ្លាមៗលីបានលក់របស់របរតូចៗក្នុងតម្លៃត្រឹមតែ$1ដើម្បីទាក់ទាញសិស្សក្មេងៗនិងបញ្ចុះតម្លៃ50%លើទំនិញដែលមានគុណភាពខ្ពស់ដើម្បីទាក់ទាញមាតាដែលចូលចិត្តសន្សំសំចៃយុទ្ធសាស្ត្រដ៏ក្លាហាននេះបានហុចផលយ៉ាងឆាប់រហ័សដោយនាំមកនូវអតិថិជនយ៉ាងច្រើនចូលហាងរបស់លីទោះបីជាមិនបានបង្ហាញប្រាក់ចំណូលសរុបតែលីបានប្រាប់ថានាងទទួលបានដើមទុនត្រឡប់មកវិញហើយដោយដឹងថាការលក់សម្ភារៈប្រើប្រាស់ត្រូវការពេលវេលាច្រើនពេកដែលប៉ះពាល់ដល់ការរៀនសូត្រលីក៏បានបដូរមុខរបរមកលក់ចំណីអាហារវិញថ្មីនេះនាងបានវិនិយោគលើឧបករណ៍ថ្មីនិងចាប់ផ្ដើមលក់សាច់ក្រកនិងភេសជ្ជៈខណៈកំពុងលក់បង្ហើយសម្ភារៈសិក្សាដែលនៅសល់លីបានបង្ហាញឆន្ទៈថាខ្ញុំចង់ធ្វើជាម្ចាស់អាជីវកម្មដែលមានសីលធម៌ខ្ញុំសាកល្បងញ៉ាំគ្រប់មុខម្ហូបទាំងអស់មុនដាក់លក់ដើម្បីប្រាកដថាវាមានរសជាតិឆ្ងាញ់និងមិនប៉ះពាល់ដល់សុខភាពម្ដាយរបស់កុមារីវ័យ12ឆ្នាំរូបនេះជឿជាក់ថាបទពិសោធន៍ជាសហគ្រិនភាពនេះបានផ្ដល់ការអប់រំផ្នែកហិរញ្ញវត្ថុដ៏មានតម្លៃគាត់បានប្រាប់សារព័ត៌មាន Chimu News ថាសកម្មភាពនេះហាក់បីដូចជាការបើកសាលារៀនជំនួញមួយសម្រាប់រូបនាងផ្ទាល់អញ្ចឹងយ៉ាងណាមិញលោកស្រីបញ្ជាក់ថាបើការបើកអាជីវកម្មនេះប៉ះពាល់ដល់ការសិក្សារបស់កូនលោកស្រីនឹងឈប់ភ្លាមរឿងរ៉ាវរបស់លីបានក្លាយជាទីចាប់អារម្មណ៍នៅលើបណ្ដាញសង្គមចិនដោយមនុស្សម្នាក់បាននិយាយថាភាពក្លាហានការអនុវត្តនិងចំណេះដឹងផ្នែកជំនួយរបស់ក្មេងស្រីម្នាក់នេះគឺលើសពីអាយុរបស់នាងឆ្ងាយណាស់នាងច្បាស់ជាទទួលបានជោគជ័យជារំខានចំណែកម្នាក់ទៀតបានសម្ដែងការព្រួយបារម្ភថាក្មេងមិនគួរចាប់ផ្ដើមធ្វើជំនួញលឿនពេកនោះទេក្នុងវ័យ12ឆ្នាំលីគួរតែផ្ដោតលើការសិក្សានិងការប្រើប្រាស់ជីវិតដូចក្មេងដទៃ